Sông chìm đều xuống, prem mà đặt tên tay control nó lên YouTube stand up channelរបស់យើងខ្ញុំចាស់ថ្ងៃនេះផងដែរសូមលើកយកព័ត៌មានសិល្បៈតារានៅក្នុងប្រទេសកម្ពុជាយើងទាក់ទងទៅនឹងកូនស្រីគង់សុជាតិមានទីផ្សារសិល្បៈខ្ពស់ចាស់ចង់ដឹងថាកូនស្រីរបស់អ្នកនាងមានទីផ្សារខ្ពស់លើអ្វីនោះសូមតាមដានព័ត៌មានលម្អិតបន្ថែមជាមួយនឹងខ្ញុំក្នុងពេញពិធីការនីពិធីករល្បីឈ្មោះលោកជាវិបុលនិងអ្នកនាងគង់សុជាតិបានបង្កើតកូនស្រីដ៏ស្រស់ស្អាតមួយមិនតែប៉ុណ្ណោះកូនស្រីដែលជាចំណងដៃនោះកំពុងតែមានទីផ្សារសិល្បៈនិងនាំលៀបនាំសំណាងជូនឪពុកម្ដាយព្រោះតម្លៃខ្លួនកូនស្រីរបស់អ្នកទាំងពីរមានតម្លៃខ្ពស់ប្រហាក់ប្រហែលនឹងតូធំល្បីផងដែរជាសជាតិនារីគឺជាឈ្មោះកូនស្រីរវាងលោកជាវិបុលនិងអ្នកនាងគង់សុជាតិដែលមានវ័យមិនទាន់គ្រប់1ឆ្នាំផងនោះបានក្លាយជា brand ambassador របស់ផលិតផលទឹកដោះគោល្បីឈ្មោះ Nutrilett ដែលជាផលិតផលនៅប្រទេសសិង្ហបុរីនិងនាំចូលផ្ដាច់មុខដោយក្រុមហ៊ុនចែកចាយដោយក្រុមហ៊ុន Nutrilett ពិធីការនីឆ្នាំលោកនេះនិយាយថា Nutrilettជាផលិតផលមួយដែលល្អបំផុតពីប្រទេសសិង្ហបុរីក្រោយពេលនាងខ្ញុំបានទៅទស្សនកិច្ចសិក្សាផ្ទាល់ពីផលិតផលនិងការផលិតនៅប្រទេសសិង្ហបុរីក៏បានមើលឃើញថាផលិតផលនិងការវេចខ្ចប់គឺមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារអន្តរជាតិដែលធ្វើឲ្យនាងខ្ញុំគឺមានទំនុកចិត្តយ៉ាងច្បាស់ថា Nutrilett គឺជាពិតជាផលិតផលមួយដែលល្អស័ក្តិសមបំផុតសម្រាប់ទារកនិងកុមារហើយជាពិសេសកូនរបស់នាងខ្ញុំក៏បានប្រើប្រាស់នៅផលិតផលម្សៅទឹកដោះគោ Nutrilett ផងដែរដោយទើបតែប្រើប្រាស់បានមួយរយៈពេលខ្លីប៉ុណ្ណោះក៏មើលឃើញថាកូនស្រីរបស់នាងខ្ញុំមានការលូតលាស់យ៉ាងខ្លាំងខុសពីធម្មតាដូច្នេះហើយទើបនាងខ្ញុំបានអនុញ្ញាតឲ្យកូនស្រីរបស់ខ្ញុំធ្វើជាអ្នកតំណាងឲ្យផលិតផលម្សៅទឹកដោះគោ Nutrilett តាមការស្នើសុំរបស់ក្រុមហ៊ុនចំណែកលោកទឹមសុវណ្ណារាអ្នកតំណាងផលិតផលចែកចាយរបស់ក្រុមហ៊ុន Nutrilett បាននិយាយថាលោកមានសេចក្តីសុខមនោរីករាយចិត្តសប្បាយសប្បាយរីករាយដែលគាត់បានជ្រើសរើសផលិតផលរបស់យើងខ្ញុំទៅប្រើប្រាស់និងគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនតាំងពីផលិតផល Nutrimum ដែលគាត់ជា brand ambassador ហើយមកដល់ពេលនេះយើងជ្រើសរើសកូនរបស់គាត់ brand ambassador ទៀតអីអញ្ចឹងខ្ញុំមានតែថ្លែងអំណរគុណដល់គាត់ហើយក៏សហការមួយនេះខ្ញុំសង្ឃឹមថានឹងទទួលបានជោគជ័យនិងមានព័ត៌មានថ្មីនេះគឺកំពុងតែមានការពិភាក្សាខាងក្រុមហ៊ុននៅសិង្ហបុរីដើម្បីផលិត spot ពាណិជ្ជកម្មថ្មីដែលអស្ចារ្យមួយទៅដល់គាត់ដើម្បីឲ្យស័ក្តិសមទៅនឹងតំណែងរបស់គាត់ដែលគាត់ទាំងពីរអ្នកស្វាមីជាពិធីករនិងពិធីការនីដល់ឆ្នាំគ្មានគូប្រៀបនិងចាស់វស្សាក្នុងរាជាណាចក្រកម្ពុជានិងកូនស្រីរបស់គាត់កំពុងតែគ្រប់គ្រងនៅផលិតផលរបស់យើងខ្ញុំចា៎នេះគឺជារូបភាពរបស់កូនស្រីអ្នកនាងគង់សុជាតិនិងលោកជាវិបុលផងដែរចា៎ដែលបានថតពាណិជ្ជកម្មឲ្យម្សៅទឹកដោះគោ Nutrilett ផងដែរចា៎មើលទៅគឺពិតជាគួរឲ្យស្រឡាញ់មែនទែនហើយគ្រួសារក៏ក្តៅទៀតផងចា៎ចាឥឡូវព័ត៌មានថ្ងៃនេះក៏បានបញ្ចប់ទៅហើយដែរអរគុណប្រិយមិត្តដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅលើ YouTube Stand Up Channel របស់យើងខ្ញុំប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានថ្មីៗក្តៅៗប្លែកៗហើយទាន់ហេតុការណ៍នោះសូមជួយ Subscribe លើ YouTube Stand Up Channel របស់យើងខ្ញុំផងប្រសិនបើមានពាក្យពេចន៍សម្ដីទាំងណាមិនសមរម្យឬអានពាក្យត្រង់ណាដែលមិនបានត្រឹមត្រូវនោះក៏សូមខន្តីអភ័យទោសទុកជាមុនផងដែរចា៎សូមអរគុណសូមជម្រាបលា